ក្រុមហ៊ុនខ្មែរ Beverages Limited បញ្ជូនស្រាបៀរកម្ពុជាទៅកាន់ទីផ្សារគ្រប់ខេត្តក្រុងនៃបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោកគ្រប់សង្វាក់ផលិតកម្មនីមួយៗរបស់ស្រាបៀរកម្ពុជាសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យរសជាតិគុណភាពនិងសុពលភាពប្រកបដោយទំនួលខុសត្រូវខ្ពស់ពីផ្នែកត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុនចំពោះវត្ថុធាតុដើមយើងមានត្រួតពិនិត្យដូចជាស្រូវសាលីយើងមានត្រួតពិនិត្យទឹកត្រួតពិនិត្យស្រាបៀរនិងការហប់ចំពោះដំណាក់កាលនៃការផលិតនីមួយៗយើងមានត្រួតពិនិត្យដូចជាបន្ទាប់ពីយើងស្ងោរចប់ពេលកាច់មេពេលបន្ទុំពេលច្រោះនិងពេលច្រកចូលកំប៉ុងឬដបហើយនឹងផលិតផលសម្រាប់បាទឧបករណ៍ត្រួតពិនិត្យគុណភាពដែលបំពាក់នៅក្នុងផ្នែកត្រួតពិនិត្យគុណភាពរបស់រោងចក្រស្រាបៀរកម្ពុជាគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នាំចូលពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកឧបករណ៍ទាំងនោះរួមមានឧបករណ៍សម្រាប់វាស់សំណើមក្នុងស្រូវសាលី Moisture Analyzer ឧបករណ៍សម្រាប់ពិនិត្យមើលសារធាតុដែលដោះពីក្នុងស្រូវសាលី Machine ឧបករណ៍សម្រាប់ពិនិត្យមើលពណ៌ជាតិល្វីងនិងកម្រិតក្លិនដែលមិនចង់បាននៅក្នុងស្រាបៀរ Spectrophotometer ឧបករណ៍សម្រាប់ពិនិត្យមើលកម្រិតអាល់កុលនិងសារធាតុដែលដកពីក្នុងស្រូវសាលី Alkalizer ឧបករណ៍សម្រាប់ពិនិត្យមើលឧស្ម័នកាបូនិកនៅក្នុងកំប៉ុងឬដប CO2 meter ឧបករណ៍សម្រាប់ពិនិត្យមើលអុកស៊ីហ្សែននៅក្នុងកំប៉ុងឬដប O2 meter ឧបករណ៍សម្រាប់ពិនិត្យមើលភាពថ្លារបស់ស្រាបៀរ Hash meter ឧបករណ៍សម្រាប់ឆែកមើលជាតិពពុះនៅក្នុងស្រាបៀរ Foam meter និងមានឧបករណ៍ជាច្រើនទៀតបានជាយើងធ្វើការត្រួតពិនិត្យគុណភាពពីព្រោះយើងចង់បានស្រាបៀរមួយដែលមានគុណភាពស្ថិតស្ថេរមិនប្រែប្រួលអញ្ចឹងដើម្បីទទួលបានស្រាបៀរមួយដែលមានគុណភាពស្ថិតស្ថេរមិនប្រែប្រួលគឺយើងត្រូវត្រួតពិនិត្យតាំងពីវត្ថុធាតុដើមដំណាក់កាលនៃការផលិតមួយរហូតដល់ផលិតផលសម្រេចជាពិសេសនោះគឺវត្ថុធាតុដើមគឺត្រូវតែមានគុណភាពខ្ពស់បាទចំពោះករណីដែលយើងត្រួតពិនិត្យទៅឃើញដូចជាវត្ថុធាតុដើមគឺមិនត្រឹមត្រូវតាមស្តង់ដាររបស់ក្រុមហ៊ុនគឺយើងនឹងមិនអនុញ្ញាតឲ្យប្រើក្នុងផលិតកម្មទេយើងបញ្ជូនទៅឲ្យអ្នកផ្គត់ផ្គង់យើងវិញបាទស្រាបៀរកម្ពុជាមិនថាកំប៉ុងដបឬធុងឡើយគឺមានរសជាតិតែមួយទាំងចែកចាយនៅលើទីផ្សារក្នុងស្រុកនិងក្រៅប្រទេសការទទួលបានរសជាតិតែមួយនេះគឺបានមកពីការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយអ្នកជំនាញខាងផ្នែកពិនិត្យគុណភាពស្រាបៀរជាពិសេសការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យគុណភាពកម្រិតស្តង់ដារអន្តរជាតិមុខងារមួយទៀតរបស់ផ្នែកត្រួតពិនិត្យគុណភាពរបស់ស្រាបៀរកម្ពុជាគឺរក្សាទុកគំរូសាគ្រប់ការបញ្ចេញស្រាបៀរទៅកាន់ទីផ្សារមួយលើកការរក្សាទុកសំណាក់នេះគឺដើម្បីតាមដានពីគុណភាពរបស់ស្រាបៀរព្រោះក្រុមហ៊ុនខ្មែរ Beverages Limited មានទំនួលខុសត្រូវជានិច្ចចំពោះផលិតផលរបស់ខ្លួនមិនថាទៅដល់ទីណាឬកន្លែងណាក៏ដោយ